សូមជម្រាបសួរដល់ពុកម៉ែបងប្អូននៅក្នុងវីដេអូនេះខ្ញុំបាទនឹងលើកយកនៅរឿងរ៉ាវព័ត៌មានថ្មីមួយទៀតពាក់ព័ន្ធទៅនឹងសមត្ថកិច្ចអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបាទដូច្នេះសូមពុកម៉ែបងប្អូនតាមដានសម្ដាប់ជាមួយខ្ញុំបាទដូចតទៅប្រមុខរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញបន្ទាប់ពីបានផ្អាកមួយរយៈពេលកន្លងមកនេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកទូចសុខាលោកទូចសុខាបានឲ្យដឹងនៅថ្ងៃទី5ខែសីហាឆ្នាំ2026នេះថាការអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញនឹងចាប់អនុវត្តចាប់ពីថ្ងៃទី1ខែកញ្ញាឆ្នាំ2026តទៅតែទោះជាយ៉ាងណាការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញនេះគឺអនុវត្តតែនៅភូមិសាស្ត្រដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនប៉ុណ្ណោះរួមមានរាជធានីភ្នំពេញខេត្តព្រះសីហនុខេត្តកណ្ដាលខេត្តកំពង់ស្ពឺនិងខេត្តស្វាយរៀងលោកបន្ថែមថាការអនុវត្តខាងលើផ្ដោតលើអំពើល្មើសដែលបង្កគ្រោះថ្នាក់រួមមានការបើកបរលើសល្បឿនកំណត់ការបើកបរក្នុងស្ថានភាពស្រវឹងការមិនគោរពសញ្ញាអាទិភាពនិងភ្លើងស្តុបនិងការដឹកជញ្ជូនទំនិញសំពីងសំពូងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញគឺត្រូវបានឯកភាពពីប្រមុខរដ្ឋាភិបាលឆ្លើយតបទៅនឹងសំណើរបស់លោកសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលបានស្នើសុំដើម្បីអនុញ្ញាតរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញក្រោយមើលឃើញពីវិនាសកម្មលើដងផ្លូវនៅតែបន្តគំរាមកំហែងដល់សុវត្ថិភាពសង្គមបានអញ្ចឹងតកតងទៅនឹងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញនេះគឺត្រូវបានឯកភាពពីប្រមុខរដ្ឋាភិបាលដែលមានសម្ដេចហ៊ុនម៉ាណែតនឹងនៅបានឯកភាពឲ្យតាមសំណើរបស់លោកសសុខាដែលជាបរិរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលលោកបានស្នើសុំនៅក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញបាទក្នុងលិខិតស្នើសុំនោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានរាយការណ៍ជូនសម្ដេចធិបតីនាយករដ្ឋមន្ត្រីអំពីក្តីព្រួយបារម្ភករណីកំណែគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីការអនុវត្តច្បាប់នៅទូទាំងប្រទេសបានផ្អាកមួយរយៈពេលធំដោយស្ថានភាពសង្គ្រាមតាមព្រំដែននិងវិបត្តិសេដ្ឋកិច្ចសកលដោយសង្គ្រាមនៅមជ្ឈិមបូព៌ាតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃក្នុងរយៈពេលពេញមួយខែកក្កដាឆ្នាំ2026គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងចំនួន208ករណីបណ្ដាលឲ្យមនុស្សស្លាប់រហូតដល់144នាក់និងរងរបួសធ្ងន់ស្រាលចំនួន244នាក់របាយការណ៍បានបង្ហាញថាគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនោះភាគច្រើនបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់មិនគោរពសិទ្ធិអាទិភាពការបើកបរមិនប្រកាន់ស្ដាំវ៉ាជែងបត់មិនប្រុងប្រយ័ត្នបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងមិនគោរពសញ្ញាចរាចរណ៍និងកត្តាយានយន្តអញ្ចឹងនៅក្នុងខែកក្កដាឆ្នាំ2026នេះគ្រាន់តែគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនឹងគឺមានចំនួន208ករណីហើយក្នុងនោះក៏មានបណ្ដាលមនុស្សដែលស្លាប់នឹងរហូតដល់144នាក់និងរងរបួសរហូតដល់245នាក់បាទនេះនៅក្នុងខែកក្កដាបាទឆ្នាំ2026នឹងបាទហើយការគ្រោះថ្នាក់ហ្នឹងគឺបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ការមិនគោរពសិទ្ធិការវ៉ាជែងគ្នាហ្នឹងបាទគឺសិតតាជាហេតុផលនៅក្នុងការធ្វើគ្រោះថ្នាក់ចរាចរណ៍ហ្នឹងបាទអរគុណដល់ពុកម៉ែបងប្អូនតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់សម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត